ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានចេះរស្មីពណ៌មាសក្រាលគ្របទៅលើវាលស្រែដ៏ខៀវស្រងាត់នៃស្រុកត្បូងឃ្មុំខ្យល់ជំនួត្រជាក់បានបុកបោកយកក្លិនផ្កានិងក្លិនដីសើមបន្ទាប់ពីភ្លៀងមួយមេកាលពីយប់មិញធ្វើឲ្យបរិយាកាសស្រស់ស្រាយជាពន់ទេកនៅតាមផ្លូវលំដ៏តូចចង្អៀតមានរទេះគោមួយគ្រឿងដែលផ្ទុកទៅដោយត្នោតកែវនិងផលិតផលធ្វើពីត្នោតកំពុងធ្វើដំណើរយ៉ាងយឺតឆ្ពោះទៅកាន់ភូមិឋានអ្នកស្រុកអ្នកបញ្ជាគោទាំងពីររូបនោះមិនមែនជាអាជីវករធម្មតាឡើយតែគឺជាសាមណេរពីរអង្គដែលមានរូបរាងស្រស់សង្ហានិងមានទឹកមុខប្រកបដោយមេត្តាធម៌គឺសាមណេរទុំនិងសាមណេរពេជ្រដែលបាននិមន្តមកពីវត្តវិហារធំទុំដែលមានរូបសម្បត្តិស្រស់សង្ហាភ្នែកភ្លឺថ្លានិងសំឡេងដ៏ពីរោះរណ្ដំបានចាប់ផ្ដើមបង្ហើរសំនៀងស្មូតជាបទទំនួញព្រះវេស្សន្តរដើម្បីតាក់ទាញចំណាប់អារម្មណ៍នៃអ្នកភូមិឲ្យមកជួយទិញត្នោតសំឡេងរបស់ទុំពិតជាមានអំណាចអស្ចារ្យវាហោះហើរទៅបះនឹងស្លឹកឈើជ្រៀតចូលតាមបង្អួតផ្ទះអ្នកស្រុកនិងធ្វើឲ្យអ្នកដែលបានឮហើយត្រូវតែឈប់ស្ដាប់ដោយអន្លង់អន្លោចក្នុងចំណោមអ្នកដែលបានឮសំឡេងនោះក៏មាននាងទាវក្រមុំដ៏ស្រស់សូភាប្រចាំស្រុកត្បូងឃ្មុំនិងម្ដាយរបស់នាងគឺយាយផាន់ផងដែរនៅពេលរទេះគោបានមកដល់មុខផ្ទះយាយផាន់ទាវដែលកំពុងអង្គុយត្បាញកន្ទេវនៅក្រោមផ្ទះបានងើបមុខឡើងសម្លឹងមើលទៅប្រភពនៃសំឡេងគ្រាន់តែបានឃើញព្រះភ័ក្ត្ររបស់ទុំភ្លាមបេះដូងរបស់នាងក៏ចាប់ផ្ដើមលោតខុសចង្វាក់វាហាក់ដូចជាមាននិស្ស័យអ្វីមួយយ៉ាងដែលបានចងភ្ជាប់ពួកគេតាំងពីអតីតជាតិយាយផាន់ដោយពេញចិត្តនឹងសម្លេងដ៏ពីរោះក៏បាននិមន្តសាមណេរទាំងពីរអង្គឲ្យឡើងមកឆាន់ទឹកនិងសម្រាកនៅលើផ្ទះបរិយាកាសនៅលើផ្ទះឈើដ៏ធំទូលាយនោះពោរពេញទៅដោយភាពអៀនខ្មាស់និងការលួចមើលគ្នាទៅវិញទៅមកទុំដែលមិនអាចដកភ្នែកពីសម្រស់ដ៏ស្រស់ត្រកាលរបស់ទាវបានក៏បានប្រើប្រាស់មហាស័ព្ទនិងកំណាព្យដើម្បីសម្ដែងនូវការចាប់អារម្មណ៍របស់ខ្លួនទាវវិញទោះបីជានាងជានារីខ្មែរដែលប្រកាន់ខ្ជាប់នៅប្រពៃណីតែពន្លឺភ្នែករបស់នាងបានបង្ហាញយ៉ាងច្បាស់ថានាងក៏មានចិត្តលើទុំដែរនាងបានរៀបចំស្លាមលូនិងភេសជ្ជៈថ្វាយព្រះសង្ឃដោយផ្ទាល់ដៃដែលបង្កប់នូវការយកចិត្តទុកដាក់លើសពីធម្មតាតាឧបាសិកាមានឈ្មោះអ្វីដែរទុំបានសួរដោយសំឡេងទន់ភ្លន់តែបង្កប់នូវន័យជ្រាលជ្រៅខ្ញុំម្ចាស់ឈ្មោះទាវចាស់នាងឆ្លើយតបដោយសំឡេងស្រទន់ព្រមទាំងអូនមុខចុះបន្តិចដោយក្តីអៀនព្រានការសំទោសរបស់ពួកគេទោះបីជាស្ថិតក្នុងក្របខ័ណ្ឌនៃសមណភេទនិងឃ្លាតឆ្លែពីគ្នាបន្តិចមែនតែចិត្តនឹងចិត្តបានផ្សារភ្ជាប់គ្នាទៅហើយមុននឹងលាត្រឡប់ទៅវិញទាវបានប្រគេនក្រមាដែលនាងត្បាញដោយផ្ទាល់ដៃនិងកន្សែងជូនដល់ទុំជាសញ្ញានៃការចងចាំនិងការភ្ជាប់និស្ស័យទុំបានទទួលយកដោយសេចក្តីរីករាយនិងបានសន្យានៅក្នុងចិត្តថានឹងរកវិធីត្រឡប់មកជួបនាងវិញក្នុងភាពជាគ្រាវៈការចាក់ចេញលើកនេះមិនមែនជាការបែកគ្នាឡើយតែជាការចាប់ផ្ដើមនៃព្យុះភ្លៀងជីវិតនិងស្នេហាដែលនឹងត្រូវចារទុកក្នុងប្រវត្តិសាស្ត្រទេសភាពស្រុកត្បូងឃ្មុំដែលធ្លាប់តែស្ងប់ស្ងាត់ពេលនេះហាក់ដូចជាកំពុងត្រៀមខ្លួនទទួលនូវរឿងរ៉ាវដ៏រំជើបរំជួលមួយដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះពន្លឺព្រះច័ន្ទពេញបមីបានចាំងឆ្លុះមកលើដំបូលគុតវត្តវិហារធំបង្កើតបានជាស្រមោលវែងៗដែលហាក់ដូចជាកំពុងរំរែក្នុងចិត្តរបស់សាមណេរទុំគឺពោរពេញទៅដោយភាពរសាប់រសល់ព្រះធម៌ដែលធ្លាប់តែធ្វើឲ្យចិត្តស្ងាត់ពេលនេះមិនអាចទប់ទល់នឹងរូបភាពនៃនាងទាវដែលតែងតែផុសឡើងក្នុងមនសិការរបស់គាត់បានឡើយសំឡេងពូនចិត្តបានស្រែកហៅរកស្នេហាខណៈដែលភ្នែកនៅតែមើលឃើញតែស្នាមញញឹមនិងកែវភ្នែកដ៏ស្រទន់របស់នាងទីបំផុតទុំបានសម្រេចចិត្តយ៉ាងមុតមាំថាគាត់ត្រូវតែលាចាកសិក្ខាបទដើម្បីទៅតាមរកបេះដូងរបស់ខ្លួនពិធីលាសិក្ខាបទបានធ្វើឡើងយ៉ាងស្ងាត់គ្រាន់តែផ្លាស់ប្ដូរពីស្បង់ជីវរពណ៌លឿងមកជាសម្លៀកបំពាក់ឃ្រាវាសភ្លាមទុំហាក់ដូចជាមនុស្សថ្មីដែលមានសេរីភាពពេញលេញក្នុងការស្វែងរកស្នេហាប៉ុន្តែក៏ត្រូវប្រឈមមុខនឹងវាសនាដែលមិនអាចមើលឃើញរួមជាមួយពេជ្រជាមិត្តភក្តិ
ទុំបានធ្វើដំណើរត្រឡប់ទៅស្រុកត្បូងឃ្មុំវិញភ្លាមដោយមិនបង្អង់យូរនៅពេលទៅដល់ត្បូងឃ្មុំទុំមិនហ៊ានចូលទៅជួបយាយផាន់ដោយផ្ទាល់ទេព្រោះដឹងថាយាយផាន់ជាមនុស្សដែលឲ្យតម្លៃលើទ្រព្យសម្បត្តិជាងទឹកចិត្តគាត់បានស្នាក់នៅវត្តក្បែរនោះហើយរកវិធីទាក់ទងទាវតាមរយៈពេជ្រយប់មួយដែលជាយប់ដ៏ស្ងប់ស្ងាត់បំផុតទុំបានលួចចូលទៅជួបទាវដល់ក្នុងបន្ទប់ដេកការជួបគ្នាលើកនេះគឺពោពេញទៅដោយក្តីនឹករលឹកនិងទឹកភ្នែកនៃក្តីរំភើបបងទុំអូនស្មានថាបងភ្លេចអូនហើយទាវពោទាំងទឹកភ្នែករមៀកាត់ថ្ពាល់ទាវអើយបងមិនដែលភ្លេចអូនមួយដង្ហើមណាឡើយកាលដែលបងលាសិក្ខាបទក៏ព្រោះតែបងចង់រួមរស់ជាមួយអូនទុំតបវិញព្រមទាំងចាប់ដៃទាវយ៉ាងណែនក្រោមពន្លឺចង្គៀងប្រេងដកស្រទន់ពួកគេទាំងពីរបានធ្វើការសច្ចាប្រណិធានចំពោះគ្នាទៅវិញទៅមកពួកគេបានផឹកទឹកសម្បត្តិនិងសន្យាថានឹងស្រឡាញ់គ្នាស្មោះស្ម័គ្រលុះគ្រាអាសន្នឬស្លាប់រៀងៗខ្លួនយប់នោះជាសាក្សីនៃសេចក្តីស្នេហាដ៏បរិសុទ្ធដែលបានកើតឡើងរវាងអ្នកទាំងពីរហើយទុំនិងទាវបានក្លាយជាប្តីប្រពន្ធដោយពេញលេញក្នុងផ្លូវចិត្តនិងផ្លូវកាយទោះបីជាមិនទាន់មានការដឹងឮពីចាស់ទុំក៏ដោយប៉ុន្តែនៅខាងក្រៅនៃពិភពស្នេហាដ៏ផ្អែមល្ហៀមនេះព្យុះកំណាចកំពុងតែបង្កខ្លួនយាយផាន់ដែលពុំបានដឹងពីទំនាក់ទំនងនេះបានចាប់ដើមទទួលសំណូកនឹងការតាក់ទងពីគ្រួសាររបស់អរជូនអភិបាលស្រុកត្បូងឃ្មុំមឿនងួនកូនប្រុសរបស់អរជូនបានចាប់ចិត្តស្រឡាញ់ទាវយ៉ាងខ្លាំងហើយយាយផាន់ដោយសម្លឹងឃើញអំណាចនិងមាសប្រាក់បានយល់ព្រមលើកទាវឲ្យទៅគេដោយមិនបានសួរនាំចិត្តកូនស្រីសំឡេងតែមួយម៉ាត់ភាពលោភលន់របស់ម្ដាយកំពុងតែរុញច្រានកូនស្រីឲ្យធ្លាក់ទៅក្នុងជ្រក់នៃទុក្ខសោកដោយមិនដឹងខ្លួនកង់នៃវាសនាកំពុងតែវិលហើយវានឹងកិនកំទេចក្តីសុបិនអ្នកទាំងពីរក្នុងពេលឆាប់ៗខាងមុខពេលវេលាបានកំឡងផុតទៅកិត្តិស័ព្ទរបស់ទុំខាងផ្នែកចម្រៀងនិងតន្ត្រីបានលុបបីរន្ទឺរហូតដល់ព្រះបរមរាជវាំងនៅលង្វែកព្រះរាជាទ្រង់ស័ព្ទព្រះរាជាហត្ថីយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ទុំទើបត្រាស់បង្គាប់ឲ្យទុំចូលមកបម្រើការជាអ្នកចម្រៀងប្រចាំព្រះរាជាវាំងទុំត្រូវបង្ខំចិត្តចាក់ចេញពីទាវទាំងអាល័យដើម្បីទៅបំពេញតួនាទីនៅរាជធានីទោះបីជាគាត់រស់នៅក្នុងភាពស៊ីវិល័យនិងមានកិត្តិយសប៉ុន្តែចិត្តរបស់គាត់នៅតែឯកោនិងនឹករលឹកដល់ភរិយាដែលនៅឆ្ងាយខណៈដែលទុំកំពុងនៅឆ្ងាយយាយផាន់បានឆ្លៀតឱកាសនេះដើម្បីសម្រេចផែនការរបស់គាត់បានប្រាប់ទាវថាទុំប្រហែលជាមានស្រីថ្មីនៅទីក្រុងហើយទើបមិនដែលមកសួរសុខទុក្ខទន្ទឹមនឹងនោះគ្រួសារអភិបាលស្រុកអរជូនបានមកដណ្ដឹងទាវយ៉ាងកក្រឹកកក្រែងទាវបានបដិសេធយ៉ាងដាច់អស់ហង្ការប៉ុន្តែយាយផាន់បានប្រាសិទ្ធជាម្ដាយបង្ខំនឹងគំរាមកំហែងនាងគ្រប់បែបយ៉ាងរឿងរ៉ាវកាន់តែស្មុគស្មាញនៅពេលដែលព្រះរាជាដោយមិនបានដឹងពីទំនាក់ទំនងរវាងទុំនិងទាវបានចេញព្រះរាជក្រឹត្យលើកនាងទាវឲ្យទៅជាភរិយារបស់មឿនងួនដើម្បីជាការតបស្នងគុណបំណាត់ដល់អរជូនដំណឹងនេះបានធ្វើឲ្យទុំរន្ធត់ចិត្តជាខ្លាំងក្នុងឱកាសការសម្ដែងថ្វាយព្រះរាជាទុំបានសម្រេចចិត្តប្រើប្រាស់ទេពកោសល្យជុំក្រោយរបស់ខ្លួនដើម្បីស្រោចស្រង់សេចក្តីស្នេហានៅចំពោះមុខព្រះផាក់ព្រះរាជានិងមន្ត្រីរាជការទាំងឡាយទុំបានចាប់ដាវច្រៀងបទទំនួញដ៏សោកសៅមួយដែលរៀបរាប់អំពីជីវិតស្នេហារបស់គាត់ជាមួយទាវតាំងពីការជួបគ្នាដំបូងការសច្ចាស្បត់និងភាពអយុត្តិធម៌ដែលគាត់កំពុងជួបប្រទះទំនុកច្រៀងដែលចេញពីបេះដូងពិតបានធ្វើឲ្យអ្នកស្ដាប់ស្ទើរតែស្រក់ទឹកភ្លៀកព្រះរាជានៅពេលដែលបានស្ដាប់និងយល់ពីការពិតទ្រង់បានខ្ញាល់នៅព្រះពិរុចំពោះការលះបង់នេះប៉ុន្តែក៏ទ្រង់មានព្រះមេត្តាទ្រង់បានសួរបញ្ជាក់ទៅទាវដែលត្រូវបានកោះហៅមកដែរហើយទាវបានឆ្លើយបញ្ជាក់ថានាងពិតជាប្រពន្ធរបស់ទុំដោយប្រកាន់ខ្ជាប់នៅយុត្តិធម៌ព្រះរាជាបានលុបចោលការសន្យាជាមួយអរជូនហើយបានប្រកាសជាផ្លូវការថាទុំនិងទាវគឺជាប្តីប្រពន្ធស្របច្បាប់ទ្រង់ថែមទាំងបានព្រះរាជាទានរង្វាន់ដល់ពួកគេទាំងពីរទៀតផងទុំនិងទាវសប្បាយចិត្តរកអ្វីប្រៀបទុំពុំបានព្រោះគិតថាឧបសគ្គបានកន្លងផុតចាស់ហើយប៉ុន្តែពួកគេមិនបានដឹងថាភ្លើងនៃសេចក្តីលោភលន់និងកំហឹងរបស់យាយផាន់និងអរជូនមិនងាយនឹងបន្លត់បានដោយងាយនោះទេការវិលត្រឡប់ទៅស្រុកកំណើតលើកនេះមិនមែនជាការទៅសោយស្ទុកទេតែជាការដើរចូលទៅក្នុងអន្ទាក់នៃសេចក្តីស្លាប់ដែលត្រូវបានរៀបចំទុកយ៉ាងល្អិតល្អន់សេចក្តីសុខរបស់ទុំនិងទាវមានរយៈពេលតែមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះយាយផាន់ដោយមានការខឹងសម្បារនឹងការសម្រេចរបស់ស្ដេចនិងខ្លាចបាត់បង់ទ្រព្យសម្បត្តិដែលអរជូនសន្យាបានប្រើល្បិចកលដ៏ពិសុផលបំផុតគាត់បានសរសេរសម្បត្តិមួយច្បាប់ផ្ញើទៅទាវដោយកុហកថាគាត់កំពុងឈឺធ្ងន់ជិតស្លាប់ហើយចង់ឃើញមុខកូនជាលើកចុងក្រោយ
ទៀវដែលជាកូនកតាញ្ញូគ្រាន់តែបានដំណឹងនេះភ្លាមក៏កើតក្តីបារម្ភយ៉ាងខ្លាំងហើយបានសុំអនុញ្ញាតពីទុំដើម្បីទៅមើលម្ដាយដោយមិនបានចាប់អារម្មណ៍ពីគ្រោះថ្នាក់ដែលកំពុងរងចាំឡើយគ្រាន់តែទៀវឈានជើងចូលដល់ផ្ទះភ្លាមយាយផាន់ដែលមើលទៅរឿងមមធម្មតាបានបញ្ជាឲ្យគេចាប់ឃុំខ្លួនទៀវទុកក្នុងបន្ទុកហើយចាប់ដើមរៀបចំពិធីមង្គលការជាមួយមើលងួនភ្លាមសំឡេងភ្លេងការបានបន្លឺឡើងយ៉ាងកងរំពងពេញភូមិប៉ុន្តែសម្រាប់ទៀវវាគឺជាសំឡេងនៃពិធីបុណ្យសពរបស់ខ្លួនឯងនាងបានយំអង្វរម្ដាយដោយលុតជង្គង់សុំក្តីមេត្តាប៉ុន្តែយាយផាន់តែមានចិត្តរឹងជាងថ្មមិនបានស្ដាប់ពីអង្វរនោះឡើយគាត់គិតតែពីមុខមាត់និងមាសប្រាក់ប៉ុណ្ណោះនៅឯរាជធានីទុំមានអារម្មណ៍មិនល្អនិងបានទទួលដំណឹងពីអ្នកជិតខាងថាយាយផាន់មិនបានឈឺទេតែជារឿងបោកប្រាស់ដើម្បីរៀបការទៀវទុំរួមជាមួយពេជ្រនិងព្រះរាជសាររបស់ស្ដេចបានប្រញាប់ប្រញាល់ជាសេះសម្ដៅទៅស្រុកត្បូងឃ្មុំទាំងយប់ទាំងថ្ងៃបេះដូងរបស់គាត់ក្តៅដូចភ្លើងភ័យខ្លាចខាងនឹងទៅមិនទាន់ពេលទៅដល់កន្លែងរៀបការទិដ្ឋភាពដែលទុំបានឃើញគឺពោពេញទៅដោយភាពអឹកធឹកនៃភ្ញៀវកិត្តិយសនិងសំឡេងភ្លេងទុំបានដើរចូលទៅក្នុងរោងការដោយទឹកមុខមើងម៉ាត់គាត់មិនបានញញើតនឹងអំណាចរបស់អរជូនឡើយទៀវគ្រាន់តែឃើញប្តីមកដល់ក៏ស្ទុះរត់ទៅអូបជើងទុំហើយយំយ៉ាងខ្លាំងទុំបានលើកព្រះរាជសារឡើងហើយប្រកាសខ្លាំងថាឈប់ភ្លាមនេះជាព្រះរាជបញ្ជារបស់ព្រះករុណាទៀវគឺជាភរិយារបស់ខ្ញុំទុំគ្មាននរណាមកងាក់មានសិទ្ធិរៀបការនាងជាថ្មីឡើយបរិយាកាសក្នុងរោងការបានស្ងាត់ជ្រាបភ្ញៀវទាំងឡាយសម្លឹងមើលទៅអរជូនដោយការភ័យខ្លាចប៉ុន្តែអរជូនដែលស្រវឹងអំណាចនិងស្រាបានមើលងាយព្រះរាជសារនោះគាត់បានស្រែកបញ្ជាឲ្យកូនចៅចាប់ខ្លួនទុំដោយចៅថាជាអ្នកក្លែងបន្លំរាជសារនិងមកអុកលោកពិធីមង្គលការក្នុងចិត្តរបស់អរជូនច្បាប់គឺជារូបគាត់ហើយគាត់មិនខ្លាចស្ដេចដែលនៅឆ្ងាយឡើយទុំត្រូវបានកេរ្តិ៍វៃដំយ៉ាងដំណុំនិងអូយកទៅក្រោមដើមពូតនៅវាលខាងក្រៅពិធីមង្គលការដែលគួរតែសប្បាយរីករាយបានក្លាយជាទីលាននៃអំពើហិង្សានិងការជន់ឈ្លីច្បាប់ក្រោមម្លប់ដើមពោធិ៍ដ៏ធំដែលគួរតែជាទីផ្ដាល់ភាពត្រជាក់ត្រជុំពេលនេះបានក្លាយជាទីលានប្រហារជីវិតទុំក្នុងសមត្ថភាពរាងកាយទ្រុឌទ្រោមដោយសារការវាយដាំត្រូវបានគេចងជាប់នឹងគល់ឈើគាត់បានសម្លឹងមើលទៅមេឃជាលើកចុងក្រោយដោយចិត្តនឹកដល់ទៀវនិងភាពអយុត្តិធម៌នៃសង្គមដែលអំណាចលុយកាក់មានតម្លៃជាងជីវិតមនុស្សអរជូនដោយមិនខ្លាចនឹងញើសនឹងបាបកម្មឬអញ្ញាសឹកបានបញ្ជាឲ្យពេជ្ជឃាតសម្លាប់ទុំចោលផ្លាយដៅដ៏មុតស្រួតបានបញ្ចប់ជីវិតនៃអ្នកចម្រៀងឯកនិងជាបុរសដែលស្មោះស្នេហ៍បំផុតម្នាក់ឈាមរបស់ទុំបានស្រក់ជ្រាបចូលទៅក្នុងដីជាសាក្សីនៃភាពខូខើរបស់មនុស្សទៀវដែលបានរើបំរាស់ពីការឃុំខ្លួនបានរត់មកដល់កន្លែងកើតហេតុទាំងសក់ក្បាលកង្វោះកង្វានភាពរន្ធត់បានគ្របដណ្ដប់ពេញបេះដូងនាងនៅពេលដែលឃើញរាងកាយគ្មានវិញ្ញាណរបស់ប្តីដេកក្នុងធ្លុកឈាមនាងបានស្ទុះទៅអបសពរបស់ទុំស្រែកទ្រហោយំយ៉ាងខ្លាំងរហូតដល់សំឡេងស្ទើរតែបាត់ពីបំពង់កពិភពលោកទាំងមូលសម្រាប់ទៀវបានរលត់អស់ហើយគ្មានទ្រព្យសម្បត្តិគ្មានកិត្តិយសនិងគ្មានជីវិតណាដែលមានន័យទៀតទេបើគ្មានទុំបងទុំបងសន្យាថានឹងនៅជាមួយអូនគ្រប់ជាតិបងមិនអាចទៅចោលអូនបានទេទៀវបានពោលពាក្យទាំងនេះមុននឹងដកកាំបិតដែលនាងលាក់ជាប់នឹងខ្លួនដោយមិនស្តាក់ស្ទើរនាងបានចាក់កាំបិតនោះចូលទៅក្នុងបេះដូងរបស់ខ្លួនឯងដើម្បីបានទៅជួបប្តីនៅឋានបរមសុខរាងកាយរបស់នាងបានដួលទៅលើរាងកាយរបស់ទុំបង្កើតបានជារូបភាពដ៏សោកសៅបំផុតនៃគូស្នេហ៍ដែលស្លាប់ក្នុងធ្លុកឈាមជាមួយគ្នាពេទ្យដែលបានឃើញហេតុការណ៍នោះក៏បានសម្រេចជុតសម្លាប់ខ្លួនតាមដែរដើម្បីរក្សាភាពស្មោះត្រង់ចំពោះមិត្តមេឃហាក់ដូចជាយល់ដឹងពីសោកនាដកម្មនេះដោយប្រែជាខ្មៅងងឹតនិងមានភ្លៀងធ្លាក់យ៉ាងខ្លាំងលាងចម្រាក់ឈាមនៅលើដីប៉ុន្តែយុទ្ធធម៌មិនបានបញ្ចប់ត្រឹមនេះដំណឹងនៃការសម្លាប់អ្នកកាន់ព្រះរាជសារបានទៅដល់ត្រចៀកព្រះរាជាយ៉ាងឆាប់រហ័សទ្រង់បានលើកទ័ពមកកាន់ស្រុកត្បូងឃ្មុំដោយផ្ទាល់ភាពក្រៀវក្រោធរបស់ស្ដេចគឺប្រៀបដូចជីភ្លើងឆេកាលអរជួនមិនងួនយាយផាន់និងបាក់ពួកទាំងអស់ដែលពាក់ព័ន្ធត្រូវបានចាប់ខ្លួននិងកាត់ទោសប្រហារជីវិតយ៉ាងធ្ងន់ធ្ងរបំផុតដោយការព្យួរកប់ត្រឹមករួតរះក្បាលដើម្បីជាការព្រមានដល់អ្នកដទៃគុំឲ្យបំពេញព្រះរាជាអាជ្ញានិងជន់ឈ្លះសេចក្តីស្នេហា
រឿងរ៉ាវរបស់ទុំនិងទាវបានបញ្ចប់ទៅដោយការឈឺចាប់ប៉ុន្តែឈ្មោះរបស់ពួកគេបានដកជាប់ក្នុងបេះដូងប្រជាជនខ្មែរជារៀងរហូតវាមិនមែនគ្រាន់តែជារឿងស្នេហាប៉ុណ្ណោះទេតែជាការឆ្លុះបញ្ចាំងពីការតស៊ូរវាងសេរីភាពផ្ទាល់ខ្លួននិងប្រពៃណីដ៏តឹងរ៉ឹងរវាងសេចក្តីស្នេហាដ៏បរិសុទ្ធនិងអំណាចនៃព្រះកាសវិញ្ញាណក្ខន្ធរបស់ពួកគេត្រូវបានគេជឿថានៅតែវិលវល់នៅតំបន់នោះរងចាំការជួបជុំគ្នាក្នុងជាតិថ្មីដែលគ្មានការរើសអើងនិងការបំបែកបំបាក់